អូខេសួស្តីគ្នាយើងទាំងអស់គ្នាឥឡូវយើងមកបន្តមេរៀនយើងទៀតអញ្ចឹងនៅក្នុងមេរៀនមួយនេះគឺខ្ញុំនឹងបង្ហាញគ្នាយើងអំពីរបៀបនៃការបង្កើតជាមួយនឹងកិច្ចការងារថ្មីរបស់យើងឬក៏ហៅថា create new document នឹងឯងអញ្ចឹងនៅក្នុងកម្មវិធី Adobe Photoshop យើងត្រូវបង្កើតជាមួយនឹងទំព័រកិច្ចការងារថ្មីមួយសិនណាឬក៏ហៅថាបង្កើតជាមួយនឹង background មួយសិនដើម្បីឲ្យយើងងាយស្រួលធ្វើការងាររបស់យើងទៅតាមគេហៅថាអ្វីដែលយើងចង់បានណាដូចជាការកំណត់ຂະຫນាតដូចជាការចង់បានទៅលើទំហំផ្សេងៗដែលយើងត្រូវការអូខេឥឡូវយើងចូលទៅមើលរបៀបនៃការបង្កើតជាមួយនឹងកិច្ចការងារថ្មីទាំងអស់គ្នាអូខេឥឡូវយើងបើកកម្មវិធី Adobe Photoshop មកគឺវាចេញជាទម្រង់បែបនេះមានន័យថាវាអត់ទាន់ចូលទៅដល់កម្មវិធីទេវាឲ្យយើងបង្កើតជាមួយនឹងទំព័រកិច្ចការងារថ្មីមួយសិនប្រសិនបើគ្នាយើងចង់ចូលទៅលើកម្មវិធីរបស់វាតែម្ដងគឺយើងអាចចូលបានណានេះឃើញទេយើងចុចកន្លែង icon នេះគឺវាចូលបានប៉ុន្តែវាអត់ទាន់មានជា background ឬក៏អត់ទាន់មានបង្កើតជាទំព័រកិច្ចការងារថ្មីមួយណាសម្រាប់ឲ្យយើងធ្វើការរចនានោះទេអញ្ចឹងគ្នាយើងចុចកន្លែង home នេះទៅវិញយើងមកស្វែងយល់អំពីរបៀបនៃការកំណត់ជាមួយនឹងទំព័រកិច្ចការងារថ្មីរបស់យើងអញ្ចឹងចាប់ពីកន្លែង home មកដល់ខាងក្រោមនេះគ្នាយើងមកមើលកន្លែង create អញ្ចឹងកន្លែងទាំងអស់នេះគឺវាគេហៅថាកម្មវិធីជាមួយនឹង Adobe Photoshop នឹងដូចជា Lightroom Photo Cloud Document Share Video អីអាហ្នឹងគឺតាក់ទងនឹងកម្មវិធីគេហៅថាក្នុងចំណោមជាមួយនឹង Adobe ហ្នឹងទេប៉ុន្តែជាទូទៅយើងមិនចាំបាច់ធ្វើការកំណត់ឬក៏ប្រើប្រាស់ទាំងអស់ហ្នឹងទេអ្វីដែលយើងត្រូវការចាំបាច់គឺតាក់ទងនឹងកន្លែង create new ហើយកន្លែង open នេះមានន័យថាវាឲ្យយើងទាញឯកសារឬក៏ការងាររបស់យើងណាដែលយើងបានធ្វើរួចហើយយើងអាច open ទាញយកមកដាក់ក៏បានដែរណាប៉ុន្តែសម្រាប់គ្នាយើងថ្មីគ្នាយើងមើលកន្លែង create នេះមកណាចុចមកអូខេឥឡូវវាចេញផ្ទាំងមួយទៀតដាក់ថា new document អញ្ចឹងកន្លែងហ្នឹងគឺវាមានច្រើនអូខេកន្លែង recent នេះមានន័យថាតាក់ទងនឹងຂະຫນាតទំហំការងារដែលយើងបានធ្វើប៉ុន្តែសម្រាប់គ្នាយើងដែលមិនធ្លាប់ប្រើសោះគឺវាអត់ទាន់មានទេបាទគឺវាអត់ទាន់មានកន្លែងហ្នឹងទេដោយសារខ្ញុំធ្លាប់ប្រើអញ្ចឹងទៅខ្ញុំកំណត់ຂະຫນាតទៅតាមអ្វីដែលខ្ញុំត្រូវការកន្លែងហ្នឹងហើយចំណុចទី2តាក់ទងទៅនឹងការ save កន្លែងនេះគឺតាក់ទងទៅនឹងការស្វែងរកជាមួយនឹង template នៅក្នុង Adobe stock របស់វានេះប៉ុន្តែអានឹងត្រូវការឆាយសេវាណាអស់លុយអញ្ចឹងទៅប៉ុន្តែអានឹងយើងអត់ចាំបាច់ត្រូវការ download ឬក៏ទិញវាតាមនឹងទេអត់ជាបញ្ហាទេយើងមកមើលចំណុចទី3តាក់ទងនឹង photo នៅក្នុងចំណុចកន្លែងនេះគឺតាក់ទងនឹង photo គឺយើងអាចមើលបានវាមានជា template ក៏មានហើយវាមានជា preset ហ្នឹងគឺតាក់ទងទៅនឹងຂະຫນាតរបស់វានឹងឯងបាទគឺវាកំណត់ຂະຫນាតកំណត់ទំហំឲ្យយើងបានស្រាប់ឃើញណាអញ្ចឹងតាក់ទងទៅនឹងប្រភេទ photo ហ្នឹងគឺវាបង្ហាញឲ្យយើងមើលយ៉ាងណាជាប្រភេទ template អញ្ចឹងយើងអាចដាក់ជា photo អញ្ចឹងបានណាយើងកំណត់យកຂະຫນាតណាមួយហើយយើងអាចដាក់ជា photo អញ្ចឹងបានហើយមួយទៀតតាក់ទងនឹងຂະຫນាតរូបដែលយើងធ្លាប់ទៅ print 4x6 2x3 ណាអាហ្នឹងគឺវាមានຂະຫນាតស្រាប់ឲ្យយើងអញ្ចឹងទៅណាវាមានជា landscape វាមានជា portrait អីចឹងទៅណាអញ្ចឹងតាក់ទងនឹងຂະຫນាតជា preset របស់វាហ្នឹងយើងអាចប្រើបានបើសិនជាយើងអត់ដឹងຂະຫນាតក្នុងការកំណត់អីចឹងទៅណាហ្នឹងហើយកន្លែងហ្នឹងគឺយើងអាចកំណត់ຂະຫນាតជារូបភាពបែបហ្នឹងទី4តាក់ទងទៅនឹង print អូខេអញ្ចឹងតាក់ទងនឹងកន្លែងកំណត់ຂະຫນាតនេះគឺតាក់ទងនឹងវិស័យបោះពុម្ពណាមិនថាយើងបោះពុម្ពຂະຫນាតតូចຂະຫນាតធំអីទេគឺយើងអាចមកមើលជាមួយនឹងទំហំរបស់វាបានយើងចុចកន្លែង preset របស់វានេះទៀតមកអញ្ចឹងវានឹងបង្ហាញជាមួយនឹងទំហំຂະຫນាតរបស់វាត្រឹមត្រូវជាក់លាក់ណាមួយដែលយើងត្រូវការឧទាហរណ៍ថាយើងប្រើជាទូទៅណាគឺຂະຫនាតกระดาษដែលយើងបានឃើញរាល់ថ្ងៃ A4 នឹងឯងយើងអាចយកតាមនឹងបានយើងคลิกមកវានឹង load ចំនួនកម្ពស់ហើយនឹងទទឹងរបស់វាហើយវាគិតជាមីលីម៉ែត្រណាគឺវាគិតຂະຫນាតរបស់វាអញ្ចឹងអូខេអញ្ចឹងវាមានຂະຫນាត A5 A3 ទៅតាមទំហំຂະຫນាតរបស់វាផ្សេងណាហើយចំពោះຂະຫນាតទាំងអស់ហ្នឹងយើងអាចប្រើបានប្រសិនបើវាត្រូវជាមួយនឹងការងាររបស់យើងចុះបើសិនវាអត់មានយើងចង់កំណត់ຂະຫນាតខ្លួនឯងថាបានឬអត់បានអត់អីទេណាអានេះគ្រាន់តែខ្ញុំបង្ហាញឲ្យគ្នាយើងដឹងទ្រុសមួយចំនួនអញ្ចឹងទៅប៉ុន្តែពេលដែលយើងធ្វើការងារជាក់ស្ដែងគ្នាយើងអាចធ្វើការវាឈ្មោះហើយនឹងកំណត់ຂະຫນាតទៅតាមអ្វីដែលយើងត្រូវការបានណាអូខេតាក់ទងនឹងចំណុចនេះមួយទៀតគឺគេហៅថាផ្ដោតសំខាន់ទៅលើផ្នែក art ណា art and illustration ហ្នឹងគឺតាក់ទងទៅលើផ្ដោតសំខាន់ទៅលើផ្នែកការគូអីផ្សេងអញ្ចឹងទៅណាប៉ុន្តែអាហ្នឹងវាអត់ជាបញ្ហាទេអានេះវាគ្រាន់តែផ្ដល់ជា preset ឲ្យយើងមួយចំនួនដើម្បីឲ្យយើងដឹងបែងចែកជាមួយនឹងការងាររបស់យើងទេប៉ុន្តែពេលដែលយើងធ្វើការងារនៅក្នុងការរចនាជាមួយនឹងកម្មវិធីនេះ start ច្បាស់លាស់ហើយអត់ជាបញ្ហាទេគ្នាយើងអាចកំណត់
ទៅតាមកំណត់របស់យើងឬក៏កំណត់ទៅតាមទំហំការងាររបស់យើងបានណាអូខេចំណុចនេះមួយទៀតតកតទៅនឹង web អាហ្នឹងមានន័យថាការ design ឲ្យត្រូវជាមួយនឹង web content អីចឹងណាដូចជាការរចនាផ្សេងៗអញ្ចឹងគឺដាក់ទំហំຂະຫນាតអីផ្សេងហើយណាហ្នឹងហើយវាអត់សូវជាពិបាកអីសម្រាប់គ្នាយើងទេអូខេចំណុចនេះមួយទៀតតកតទៅនឹង mobile អញ្ចឹង mobile ហ្នឹងគឺវាបង្ហាញអំពីទំហំឲ្យវាត្រូវជាមួយនឹងអេក្រង់ទូរស័ព្ទរបស់យើងទៅតាមប្រភេទផ្សេងអញ្ចឹងវាមានត្រឹម iPhone X ទេចុះបើសិនជា iPhone 11 12អីចឹងទៅតើវា design មិនអាហ្នឹងតើយើងដឹងជាមួយនឹងຂະຫນាតវាថែមទៀតអញ្ចឹងណាអូខេអាហ្នឹងវាក្រំបង្ហាញជាមួយនឹង Apple Watch ក៏មានដែរអូខេអញ្ចឹងការរចនារបស់យើងអាចមើលតាមຂະຫນាតទំហំរបស់វាដែលដាក់ឲ្យយើងស្រាប់អញ្ចឹងក៏បានដែរវាងាយស្រួលណាអាហ្នឹងបើសិនជាករណីយើងវាអត់ដឹងជាមួយនឹងຂະຫນាតលើអេក្រង់ទូរស័ព្ទរបស់យើងតើកំណត់ຂະຫນាតប៉ុន្មានដាក់លេខប៉ុន្មានដើម្បីវាត្រូវអញ្ចឹងអាហ្នឹងគឺយើងអត់ច្បាស់យើងអាចមកមើលកន្លែងហ្នឹងបានអូខេចំណុចចុងក្រោយគឺតាក់ទងទៅនឹង film and video អូខេកន្លែងចំណុចនេះវាតាក់ទងទៅនឹងការកំណត់ຂະຫນាតយកប្រភេទគេហៅថាយើង design ជាមួយនឹងຂະຫນាតមួយនឹងសម្រាប់គេហៅថាធ្វើworkflow ឬក៏ 3D workflow ផ្សេងសម្រាប់យកទៅធ្វើការងារ 3D ផ្សេងទៀតនៅក្នុងកម្មវិធី After Effects ឬក៏នៅក្នុងកម្មវិធី Adobe Premiere អីចឹងទៅណាហ្នឹងហើយអញ្ចឹងអាហ្នឹងវាតាក់ទងទៅនឹងផ្នែកវីដេអូដែរណាឧទាហរណ៍ថាប្រសិនបើវីដេអូរបស់យើងណាតាក់ទងទៅនឹងទំហំវីដេអូរបស់យើងណា1920 គុណនឹង1080អញ្ចឹងបើសិនជាទំហំຂະຫນាតវីដេអូរបស់យើងត្រឹម Full HD យើងត្រូវយក Full HD យ៉ាងទៅបើជាប្រភេទវីដេអូរបស់យើងជា 4K យើងយកជាមួយនឹង workflow របស់យើងនឹងឯងជា 4K ដូចគេអញ្ចឹងទៅណាអាហ្នឹងវាកំណត់ຂະຫນាតបែបហ្នឹងដើម្បីឲ្យយើងងាយស្រួលក្នុងការជ្រើសរើសផងដែរណាអូខេអញ្ចឹងចោះតាក់ទងនឹងការងារដែលយើងធ្វើជាប្រចាំដែលយើងត្រូវការរចនា poster យើងកំណត់យ៉ាងម៉េចជាទូទៅនៅក្នុងការរចនាត្រឹម poster គឺអត់ជាបញ្ហាទេគ្នាយើងអាចវាយលេខណាហើយមួយទៀតតាក់ទងទៅនឹងຂະຫນាតណាជាទូទៅគឺយើងជ្រើសរើសយក pixel នឹងឯងសួរតើយើងអាចយកជាសង់ស៊ីម៉ែត្របានទេបានណាប៉ុន្តែបើយើងយកមកយើងត្រូវដឹងណាលេខរបស់វាអញ្ចឹងវាមានគេហៅថាបើយើងគិតជាសង់ស៊ីម៉ែត្រអ្វីដែលយើងពិបាកចាំវាមានជាកតុយណាវាមានជាកតុយអញ្ចឹងយើងអត់ភាគច្រើនគឺយើងអត់ត្រូវការជ្រើសរើសអាប្រភេទទាំងអស់ហ្នឹងឬក៏ជាអ៊ីងអីក៏យើងអត់ត្រូវការជ្រើសរើសទេជាទូទៅគឺគេយកជា pixel នឹងឯងណាដើម្បីស្រួលចាំលេខពីព្រោះຂະຫນាត pixel វាអត់មានចុច2ចុច3ចុច10ឲ្យវាអត់មានទេមានន័យថាទំហំຂະຫນាតរបស់វាគឺយើងវាយលេខយកអញ្ចឹងតែម្ដងហើយតើតើនឹងការ design របស់យើងត្រូវដឹងផងដែរតើយើង design ហ្នឹងយើងចង់បានជាលក្ខណៈបែបណាឧទាហរណ៍ថាយើងចង់បានជាលក្ខណៈ portrait មានន័យថាទំព័រការងាររបស់យើងគឺលក្ខណៈបិឈរនេះណាគេហៅថា portrait នឹងឯងអញ្ចឹងលក្ខណៈបិឈរគឺយើងចង់បានបិឈរនឹងឲ្យវាស្មើគ្នាឬក៏យ៉ាងម៉េចអាហ្នឹងគឺយើងត្រូវដឹងកន្លែងហ្នឹងទៀតណាដូចជាទូទៅនៅក្នុងការ post ជាមួយនឹង social media នៅក្នុង Facebook គឺយើងដឹងស្រាប់ហើយជាទូទៅគឺយកជាលក្ខណៈ portrait នឹងឯងជាលក្ខណៈຂະຫນាតបិឈរណានៅក្នុង TikTok ក៏អញ្ចឹងនៅក្នុង IG ក៏អញ្ចឹងដែរណាជាទូទៅគឺគេយកຂະຫນាតបិឈរនឹងឯងណាចូលលក្ខណៈផ្ដេកបានអត់បានអាហ្នឹងអាស្រ័យលើទំហំការងាររបស់យើងនៅក្នុងចំណុចនេះគ្រាន់តែបញ្ជាក់គ្នាយើងឲ្យដឹងត្រួសមួយចំនួនទេពេលដែលយើងធ្វើការងារទៅមុខទៀតសិក្សាបានកាន់តែច្រើននោះយើងកាន់តែយល់ច្បាស់ជាមួយនឹងការកំណត់ຂະຫນាតទាំងអស់ហ្នឹងហើយអូខេចំណុចនេះគឺតាក់ទងទៅនឹង artboard តាក់ទងនឹង artboard ហ្នឹងចាំទៅមុខទៀតខ្ញុំនឹងបង្ហាញគ្នាយើងថាតើការប្រើប្រាស់ជាមួយនឹង artboard វាយ៉ាងម៉េចណាអូខេឥឡូវខ្ញុំយកຂະຫນាតប៉ុណ្ណឹងសិនបន្តមកទៀតតាក់ទងទៅនឹង resolution អញ្ចឹង default របស់វាគឺ72នឹងឯងណាដែលវាបានកំណត់ជាមួយនឹងទំហំຂະຫນាតប៉ុណ្ណឹងចុះតើយើងចង់យកຂະຫນាតប៉ុន្មានដើម្បីឲ្យត្រូវជាមួយនឹងការងាររបស់យើងជាទូទៅបើសិនជាយើងធ្វើការងារជាមួយនឹងផ្នែកគេហៅថា digital production មានន័យថាតាក់ទងនឹងវិស័យដែលយើងយកទៅ post ឬក៏យកទៅដាក់នៅក្នុង social media ផ្សេងគឺយើងអាចយកត្រឹម300បានណាគឺយើងអាចយកresolution ខ្ពស់បានប៉ុន្តែបើតាក់ទងនឹងវិស័យរោងពុម្ពដែលយើងយកទៅបោះពុម្ពដែលយើងយកទៅ print ຂະຫນាតធំណាដូចជាការ design banner pano ធំគឺយើងអាចយក resolution ខ្ពស់បានទេហេតុអីកាលណាបើយើងយក resolution ខ្ពស់វានឹងមានបញ្ហាទី1តាក់ទងនឹងការគាំងម៉ាស៊ីនកុំព្យូទ័ររបស់យើងទី2ពេលទៅ print ក៏មានបញ្ហាដែរអញ្ចឹងយើងយក default របស់វា72នឹងតែម្ដងណាពេលដែលយើងដាក់ຂະຫນាតយកទៅ print ជាមួយនឹងការងារធំអញ្ចឹងនៅក្នុងការរចនា banner គឺខ្ញុំបញ្ជាក់គ្នាយើងបន្ថែមទៀតហើយអានេះគ្រាន់តែខ្ញុំត្រួសឲ្យគ្នាយើងយល់ប៉ុណ្ណឹងអូខេកន្លែងនេះគឺយើងមិនចាំបាច់ផ្លាស់ប្ដូរទេវាគិតប៉ុណ្ណឹងដូចគ្នាຂະຫນាត pixel អ៊ីងអញ្ចឹងទៅ
កន្លែងតាក់ទងនឹង color mode ក៏សំខាន់ដែរ color mode អ្វីដែលយើងត្រូវការផ្ចង់ហើយចាំនោះគឺតាក់ទងនឹង RGB color ហើយនឹង CMYK ហើយតាក់ទងនឹង color ទាំងអស់នេះអត់ជាបញ្ហាទេ color នេះគឺគេអត់សូវប្រើទេអានឹងវាតាក់ទងនឹងពណ៌សខ្មៅធម្មតាទេណាយើងអត់ចាំបាច់ទេអញ្ចឹង color ដែលយើងត្រូវការស្វែងយល់ដឹងគឺយើងមកមើលតែពីរនេះទៅបានហើយទី1 RGB color RGB color គឺជាពណ៌មួយដែលយើងផ្ដោតសំខាន់លើផ្នែកការរចនាដែលយើងយកទៅផុសនៅក្នុង social media នឹងឯងហើយតើតើនឹង CMYK color គឺជា color ដែលយើងផ្ដោតសំខាន់ទៅលើការបោះពុម្ពមានន័យថាឲ្យតើតើនឹងការរចនារបស់យើងតើតើនឹងការយកទៅ print យកទៅបោះពុម្ពគឺយើងយក CMYK color នឹងហើយណាអញ្ចឹងគ្នាយើងចំណាំតែប៉ុណ្្នឹងទៅបានហើយណាអញ្ចឹងតើតើនឹងការងារដែលខ្ញុំធ្វើនេះយក RGB color សិនមកអូខេហើយតើតើទាំងអស់នេះគឺយើងអត់មានផ្លាស់ប្ដូរឲ្យវាទៀតទេគឺយើងយកអញ្ចឹងមកណាអញ្ចឹងគ្នាយើងគ្រាន់តែចុច create មកអូខេឥឡូវយើងបានបង្កើតជាមួយនឹងទំព័រកិច្ចការងារថ្មីរបស់យើងមួយហើយអញ្ចឹងរបៀបនៃការបង្កើតគឺមានលក្ខណៈបែបហ្នឹងចុះបើសិនជាគ្នាយើងចង់បង្កើតម្ដងទៀតគ្នាយើងត្រូវចូលកន្លែងណានេះគ្នាយើងអាចចូលពាក្យថា file ហើយយកពាក្យថា new មកណានេះណាអាហ្នឹងគឺ new document នឹងឯងចុចមកវានឹងចូលកន្លែងដើមដែលយើងបានកំណត់មិញណាឬមួយទៀតគ្នាយើងអាចចូលកន្លែង home នេះណាចុច home មកអញ្ចឹងគ្នាយើងធ្វើការ create new ម្ដងទៀតក៏បានដែរអូខេចុចសញ្ញាព្រួយនេះវិញអញ្ចឹងខ្ញុំបានកំណត់ជាមួយនឹងទំព័រកិច្ចការងារថ្មីប៉ុណ្ណឹងរួចរាល់អស់បន្តមកទៀតយើងមកធ្វើការស្វែងយល់ជាមួយនឹងឧបករណ៍ប្រើប្រាស់ក៏ដូចជាជាមួយនឹង panel វាមួយចំនួនសិនអញ្ចឹងជាទូទៅប្រសិនបើកុំព្យូទ័រគ្នាយើងអត់ធ្លាប់រៀបចំជាមួយនឹង panel ដូចខ្ញុំឲ្យបានត្រឹមត្រូវឬក៏ជាមួយនឹងឧបករណ៍ឲ្យបានត្រឹមត្រូវទេគឺវាអត់តន់ចេញជាទម្រង់បែបហ្នឹងទេណាហ្នឹងហើយអញ្ចឹងខ្ញុំ reset វាសិនណាខ្ញុំ reset ឲ្យដូចដើមសិននេះអូខេជាទូទៅពេលដែលយើងបង្កើតជាមួយនឹងទំព័រកិច្ចការងារថ្មីរបស់យើងណាដែលយើងអត់តាមបានរៀបចំទេជាមួយនឹង panel ខាងនេះគឺវាចេញលក្ខណៈអញ្ចឹងណាគឺវាអត់ចេញដូចដែលខ្ញុំបានបង្ហាញខាងដើមទេដូច្នេះយើងត្រូវចេះរៀបចំកន្លែងហ្នឹងឲ្យបានសមរម្យណារៀបចំយ៉ាងម៉េចប្រសិនបើកន្លែងណាដែលយើងអត់ចង់ដាក់ទេកន្លែងណាដែលយើងអត់ចង់ប្រើទេគឺយើងត្រូវបិទវាចោលឧទាហរណ៍ថាពណ៌ហ្នឹងគឺខ្ញុំអត់តន់ចង់ដាក់វាទេខ្ញុំ close វាចោលសិនណាយើង close វាចោលអញ្ចឹងមកយើង close វាចោលអញ្ចឹងកន្លែងនេះកន្លែង layer គឺយើងទុកអញ្ចឹងដល់ពេលកន្លែងនេះយើងត្រូវទាញជាមួយនឹងឧបករណ៍ប្រើប្រាស់មួយចំនួនទៀតគ្នាយើងមកមើលជាមួយនឹង window menu ណាអញ្ចឹងនៅក្នុងការប្រើប្រាស់របស់យើងណាដែលយើងប្រើប្រាស់ជាមួយនឹងឧបករណ៍ទាំងអស់ហ្នឹងយើងចង់មើល property ឬក៏យើងចង់មើលជាមួយនឹង panel វាមួយចំនួនទៀតគឺវានៅក្នុង menu window នេះឧទាហរណ៍តែខ្ញុំយកជាមួយនឹង brush tool នេះ brush tool ណានេះឃើញណាវាចូលមកនៅនឹងហើយអញ្ចឹងអាចទាញបានគ្នាយើងអាចទាញចេះបានយើងអាចទាញវាចេញបានណានេះគ្នាយើងចុចកន្លែងហ្នឹងឲ្យជាប់មកទាញចេញបានហើយយើងរៀបចំវិញបានយើងទាញវាចូលមកទម្លាក់បែបនេះណាឃើញណាអញ្ចឹងគ្នាយើងអាចទម្លាក់កន្លែងនេះបានអត់បានយើងទម្លាក់ទៅវានឹងចេញចេះប៉ុន្តែយើងមិនចាំបាច់ដាក់បែបហ្នឹងទេយើងដាក់វានៅក្នុងមួយជួរខាងក្រោមនេះបលែងអញ្ចឹងទៅដាក់ទៅហើយយើងរៀបចំវាមកឲ្យស្អាតមកណានេះ property អីហ្នឹងខ្ញុំទាញវាមកហើយខ្ញុំដាក់កន្លែងនេះអូខេខ្ញុំទាញវាមកខ្ញុំដាក់កន្លែងនេះអញ្ចឹងយើងរៀបចំឲ្យស្អាតជាមួយនឹងការងាររបស់យើងពេលដែល design ទៅគ្នាយើងអត់ស្មុគស្មាញទេជាពិសេសតើតើនឹង layer របស់យើងដាក់កន្លែងហ្នឹងមកណាពីព្រោះការ design របស់យើងគឺមាន layer ច្រើនណា layer ទាំងអស់ហ្នឹងគឺវានៅខាងនេះអញ្ចឹងយើងស្រួលមើលអូខេមួយទៀតតើតើនឹងការរៀបចំឧបករណ៍របស់យើងណាយើងត្រូវដឹងទៀតថាតើឧបករណ៍មួយណាដែលយើងប្រើញឹកញាប់ហើយឧបករណ៍ណាខ្លះដែលសំខាន់សម្រាប់យើងក្នុងការប្រើប្រាស់អញ្ចឹងឧបករណ៍ដែលខ្ញុំប្រើញឹកញាប់គេណាខ្ញុំទាញវាមកដាក់មកជួរអញ្ចឹងណាមាន brush tool មាន pen tool អីចឹងទៅអញ្ចឹងគឺខ្ញុំដាក់មកជួរអញ្ចឹងដូច្នេះគ្នាយើងអាចធ្វើការកែសម្រួលជាមួយនឹងឧបករណ៍កន្លែងហ្នឹងបានទៀតណាចុចកន្លែងនេះចុច3នេះមកចុចជាប់គ្នាយើងយកពាក្យថា edit toolbar អញ្ចឹងកន្លែងហ្នឹងប្រសិនបើឧបករណ៍របស់យើងអត់ទាន់បានរៀបចំស្អាតបានទេវាអាចថាមានឧបករណ៍នៅខាងនេះឧទាហរណ៍ចេះជាទូទៅណាបើសិនជាគ្នាយើងប្រើប្រាស់ជាមួយនឹង version ទៀតអាចថាវានៅមួយខាងនេះទៀតឧបករណ៍របស់យើងណាអញ្ចឹងចង់ឲ្យឃើញឧបករណ៍ច្រើនដូចខ្ញុំអញ្ចឹងគ្នាយើងត្រូវទាញមកហើយយើងមើលផងនេះខាងចុងនេះដាក់អក្សរ L អញ្ចឹងមានន័យថាយើងទាញឧបករណ៍ហ្នឹងទៅដាក់ជាមួយនឹងឧបករណ៍ណាដែលមានអក្សរ L ដូចគ្នាអញ្ចឹងនេះទាញឲ្យជាប់មកនេះឃើញណាមកទម្លាក់វានឹងមកវានឹងចេញកន្លែងហ្នឹងហើយអញ្ចឹងគ្នាយើងមើលមកបើសិនជាវាទាញមកអស់ហើយគ្នាយើងមកមើលអញ្ចឹងមកអញ្ចឹងគ្នាយើងត្រូវដឹងថាតើឧបករណ៍ណាខ្លះដែលយើងប្រើញឹកញាប់អញ្ចឹងឃើញណាខ្ញុំប្រើឧបករណ៍ណាញឹកញាប់ខ្ញុំទាញអញ្ចឹងឥឡូវឧទាហរណ៍តែខ្ញុំទាញឧបករណ៍នេះ
ឧទាហរណ៍តែខ្ញុំទាញឧបករណ៍នេះណាតើតើនឹងការសរសេរអក្សររបស់យើងណា title នឹងឯងអញ្ចឹងដើម្បីទាញ title នឹងទាំងអស់យកទៅដាក់ឲ្យលើបានគ្នាយើងគ្រាន់យកម៉ៅរបស់យើងមកក៏វាមកចំកែងខាងនេះមកខាងណាក៏បានដែរណាអញ្ចឹងយើងដាក់ឲ្យចេញអញ្ចឹងហើយយើងចុចម៉ៅឆ្វេងជាប់ទាញទៅប៉ុន្តែបើយើងដាក់ឲ្យចេញមួយអញ្ចឹងមានន័យថាពេលដែលយើងទាញទៅវាបានតែមួយទេអញ្ចឹងចង់ទាញទៅទាំងអស់គ្នាយើងយកម៉ៅមកដាក់កន្លែងកែងណាមួយក៏បានចុចឲ្យជាប់ហើយទាញវាឡើងទៅលើណាឧទាហរណ៍ថាយើងចង់ដាក់កន្លែងណាឧទាហរណ៍តែខ្ញុំចង់ដាក់កន្លែងនេះអញ្ចឹងយើងបន្លែងមកបាទអញ្ចឹងវានៅកន្លែងហ្នឹងហើយពេលដែលយើងរៀបចំស្អាតអញ្ចឹងហើយគ្នាយើងចុចដានមកអញ្ចឹងឧបករណ៍របស់យើងវានឹងឡើងមកលើហើយណាអូខេអញ្ចឹងនៅក្នុងការបង្កើតជាមួយនឹងទំព័រកិច្ចការងារថ្មីរបស់យើងហើយនឹងការរៀបចំជាមួយនឹងការងារថ្មីរបស់យើងគឺមានតែប៉ុណ្្នឹងទេយើងចាំជួបគ្នានៅមេរៀនបន្ទាប់ទៀតណាសូមអរគុណ